រៀនចែករំលែកសេចក្តីល្អដល់អ្នកដទៃអត្ថប្រយោជន៍នៃការចែករំលែកសេចក្តីល្អការចែករំលែកសេចក្តីល្អដល់អ្នកដទៃគឺជាសកម្មភាពដ៏មានតម្លៃដែលផ្ដល់អត្ថប្រយោជន៍ទាំងដល់អ្នកទទួលនិងអ្នកផ្ដល់នៅពេលយើងចែករំលែកសេចក្តីល្អយើងក៏សាងសហគមន៍កាន់តែរឹងមាំនិងពង្រឹងទំនាក់ទំនងរវាងមនុស្សវិធីសាស្ត្រដើម្បីចែករំលែកសេចក្តីល្អ 1. ចាប់ផ្ដើមពីចិត្តទូលាយចូលទទួលស្គាល់ថាការចែករំលែកមិនមែនមានន័យថាយើងបាត់បង់អ្វីនោះទេតែយើងបានបង្កើនសេចក្តីល្អក្នុងពិភពលោកបណ្ដុះចិត្តមេត្តានិងករុណាចំពោះអ្នកដទៃកុំរំពឹងទទួលបានអ្វីត្រឡប់មកវិញ 2. ស្វែងរកឱកាសជួយអ្នកដទៃសម្លឹងមើលជុំវិញខ្លួននិងស្វែងរកមនុស្សដែលត្រូវការជំនួយស្ដាប់ដោយយកចិត្តទុកដាក់ព្រោះពេលខ្លះមនុស្សមិនហ៊ានស្នើសុំជំនួយទេជួយដោយស្មោះត្រង់មិនមែនដើម្បីបង្ហាញខ្លួននោះទេ 3. ការចែករំលែកតាមសមត្ថភាពចែករំលែកចំណេះដឹងព្រោះចំណេះដឹងកាន់តែចែករំលែកកាន់តែមានតម្លៃចែករំលែកពេលវេលាសម្រាប់ស្ដាប់ឬជួយអ្នកដទៃចែករំលែកធនធានទាំងសម្ភារៈឬហិរញ្ញវត្ថុតាមលទ្ធភាព 4. បង្កើតទម្លាប់នៃការចែករំលែកធ្វើអំពើល្អតូចប្រចាំថ្ងៃកំណត់គោលដៅជួយអ្នកដទៃយ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍បង្រៀនក្មេងអំពីសារៈសំខាន់នៃការចែករំលែកឧទាហរណ៍នៃការចែករំលែកសេចក្តីល្អ 1. ការចែករំលែកចំណេះដឹងបង្រៀនជំនាញអ្វីមួយដល់មិត្តភក្តិឬសហការីចែករំលែកសៀវភៅល្អដែលអ្នកបានអានផ្ដល់ដំបូន្មានដោយស្មោះត្រង់នៅពេលគេត្រូវការ 2. ការចែករំលែកពេលវេលាស្ម័គ្រចិត្តជួយអង្គការសប្បុរសធម៌ជួយអ្នកជិតខាងចាស់ក្នុងការងារផ្ទះស្ដាប់មិត្តភក្តិនៅពេលគេជួបបញ្ហា 3. ការចែករំលែកធនធានបរិច្ចាគសម្លៀកបំពាក់ដែលមិនប្រើដល់អ្នកខ្វះខាតចែកអាហារដល់អ្នកគ្មានផ្ទះសម្បែងគាំទ្រអាជីវកម្មក្នុងសហគមន៍ផលប៉ះពាល់នៃការចែករំលែកសេចក្តីល្អការចែករំលែកសេចក្តីល្អមានឥទ្ធិពលដូចរលកទឹកសកម្មភាពល្អមួយអាចជំរុញឲ្យអ្នកដទៃធ្វើល្អបន្តទៀតការចែករំលែកមិនត្រឹមតែជួយអ្នកទទួលប៉ុណ្ណោះទេតែក៏ជួយបង្កើនសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកផងដែរការសិក្សាជាច្រើនបានបង្ហាញថាអ្នកដែលចូលចិត្តចែករំលែកតែងមានអារម្មណ៍រីករាយនិងមានសុខភាពល្អជាងអ្នកដែលមិនសូវចែករំលែកសេចក្តីសន្និដ្ឋានការរៀនចែករំលែកសេចក្តីល្អដល់អ្នកដទៃគឺជាជំហានមួយឆ្ពោះទៅរកការរស់នៅប្រកបដោយអត្ថន័យនិងសុភមង្គលចូលចាប់ផ្ដើមពីរឿងតូចនិងធ្វើវាដោយស្មោះត្រង់ពេលយើងចែករំលែកសេចក្តីល្អយើងមិនត្រឹមតែផ្លាស់ប្ដូរជីវិតអ្នកដទៃប៉ុណ្ណោះទេតែក៏ផ្លាស់ប្ដូរជីវិតយើងផ្ទាល់ផងដែរសេចក្តីសុខគឺសម្រាប់ចែករំលែកមិនមែនសម្រាប់ស្វែងរកតែម្នាក់ឯងនោះទេផ្ដល់សេចក្តីសុខដល់អ្នកដទៃសារៈសំខាន់នៃការផ្ដល់សេចក្តីសុខការផ្ដល់សេចក្តីសុខដល់អ្នកដទៃគឺជាសកម្មភាពដ៏ប្រសើរមួយដែលបង្ហាញពីភាពចេះគិតគូរនិងមេត្តាធម៌នៅពេលយើងជួយធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ល្អយើងក៏កំពុងបង្កើតពិភពលោកឲ្យកាន់តែប្រសើរឡើងសុភាសិតខ្មែរបានពោលថាគូធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មានន័យថាការផ្ដល់សេចក្តីសុខដល់អ្នកដទៃគឺជាការវិនិយោគលើសុភមង្គលផ្ទាល់ខ្លួនរបស់យើងផងដែរវិធីសាស្ត្រផ្ដល់សេចក្តីសុខដល់អ្នកដទៃ 1. ការស្ដាប់ដោយយកចិត្តទុកដាក់ផ្ដល់ពេលវេលាដើម្បីស្ដាប់ដោយមិនកាត់
បង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការនិងទឹកមុខសួរសំណួរដើម្បីបង្ហាញពីការចាប់អារម្មណ៍កុំរំខានដោយទូរស័ព្ទឬឧបករណ៍អេឡិចត្រូនិកផ្សេង 2. ការលើកទឹកចិត្តនិងការកោតសរសើរស្វែងរកចំណុចល្អនៅក្នុងអ្នកដទៃកោតសរសើរដោយស្មោះត្រង់មិនមែនគ្រាន់តែកោតសរសើរសម្បកក្រៅនោះទេជួយពង្រឹងទំនុកចិត្តរបស់អ្នកដទៃកុំស្មានថាអ្នកដទៃដឹងថាពួកគេធ្វើបានល្អប្រាប់ពួកគេ 3. ការជួយដោយមិនរំពឹងផលជួយដោយមិនរង់ចាំឲ្យគេសុំជំនួយផ្ដល់ជំនួយដោយមិនរំពឹងថាគេនឹងសងគុណវិញកុំរំពឹងថាគេនឹងដឹងគុណឬកោតសរសើរធ្វើល្អព្រោះវាជារឿងត្រឹមត្រូវមិនមែនព្រោះចង់បានកិត្តិយស 4. ការបង្កើតបរិយាកាសវិជ្ជមានជៀសវាងពាក្យពេចន៍អវិជ្ជមាននិងការនិយាយដើមចែករំលែកព័ត៌មានល្អនិងរឿងរ៉ាវដែលបំផុសគំនិតញឹមញឹកញាប់នឹងទំនាក់ទំនងដោយក្តីរាក់ទាក់បង្កើតទម្លាប់មើលឃើញភាពវិជ្ជមាននៅក្នុងស្ថានភាពលំបាក 5. ការចែករំលែកតាមលទ្ធភាពចែករំលែកម្ហូបអាហារសម្លៀកបំពាក់ឬសម្ភារៈចាំបាច់ចែករំលែកចំណេះដឹងនិងជំនាញចែករំលែកពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តជួយអង្គការសប្បុរសធម៌ឧទាហរណ៍ជាក់ស្ដែងនៃការផ្ដល់សេចក្ដីសុខ 1. ការផ្ដល់សេចក្ដីសុខក្នុងគ្រួសារជួយធ្វើកិច្ចការផ្ទះដោយមិនចាំបាច់ឲ្យគេស្នើសុំសួរសុខទុក្ខសមាជិកគ្រួសារដោយស្មោះអត់ធ្មត់ចំពោះកំហុសរបស់អ្នកដទៃចំណាយពេលជាមួយគ្នាដោយមិនប្រើទូរស័ព្ទ 2. ការផ្ដល់សេចក្ដីសុខក្នុងការងារផ្ដល់ដំបូន្មានដោយសុភាពដល់សហការីទទួលស្គាល់ការខិតខំរបស់ក្រុមការងារបង្រៀនជំនាញថ្មីដល់អ្នកទើបចូលធ្វើការនាំអាហារសម្រន់មកចែករំលែក 3. ការផ្ដល់សេចក្ដីសុខក្នុងសហគមន៍ចូលរួមក្នុងការងារស្ម័គ្រចិត្តគាំទ្រអាជីវកម្មក្នុងសហគមន៍ជួយមើលថែកូនអ្នកជិតខាងពេលពួកគេជាប់រវល់ចូលរួមក្នុងការសម្អាតបរិស្ថានអត្ថប្រយោជន៍នៃការផ្ដល់សេចក្ដីសុខ 1. សម្រាប់អ្នកទទួលមានអារម្មណ៍ថាមាននរណាម្នាក់គិតគូរពីពួកគេទទួលបានជំនួយពេលត្រូវការកើនឡើងទំនុកចិត្តនិងការគោរពខ្លួនឯងជំរុញឲ្យពួកគេចែករំលែកសេចក្ដីល្អដល់អ្នកដទៃទៀត 2. សម្រាប់អ្នកផ្ដល់កើនឡើងអារម្មណ៍រីករាយនិងផាសុកភាពកាត់បន្ថយភាពតានតឹងនិងអារម្មណ៍ឯកោបង្កើនអត្ថន័យនៃជីវិតបង្កើតទំនាក់ទំនងកាន់តែជ្រាលជ្រៅសេចក្ដីសន្និដ្ឋានការផ្ដល់សេចក្ដីសុខដល់អ្នកដទៃមិនតម្រូវឲ្យមានលុយច្រើនឬជំនាញពិសេសនោះទេវាគ្រាន់តែត្រូវការចិត្តល្អនិងឆន្ទៈក្នុងការជួយប៉ុណ្ណោះ